ប្រធានាធិបតីចិនលោកស៊ីជីនពីងនៅថ្ងៃពុធបានអំពាវនាវឲ្យប្រទេសក្បែរខាងនៅក្នុងតំបន់ចូលរួមជាមួយនឹងប្រទេសចិននៅក្នុងការកសាងសហគមន៍តែមួយដែលមានអនាគតរួមគ្នាជាការជំរុញដ៏កម្រមានដែលគេមើលឃើញថាដើម្បីឆ្លើយតបទៅនឹងគោលនយោបាយពន្ធគយរបស់អាមេរិកផងនិងដើម្បីរៀបចំសណ្ដាប់ធ្នាប់តំបន់ឡើងវិញផងស្របពេលដែលសហរដ្ឋអាមេរិកកំពុងធ្វើឲ្យសណ្ដាប់ធ្នាប់ពិភពលោករង្គោះរង្គើថ្លែងនៅក្នុងសន្និសីទស្ដីពីកិច្ចការទូតក្នុងតំបន់ធ្វើឡើងនៅទីក្រុងប៉េកាំងលោកប្រធានាធិបតីស៊ីជីនពីងដែលជាអគ្គលេខាធិការបកកុម្មុយនីសចិនផងនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងលោកបានគូបញ្ជាក់ពីចក្ខុវិស័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នាទៅវិញទៅមកនៅក្នុងចំណោមប្រទេសភូមិផងរបងជាមួយនឹងចិនជាមួយនឹងសម្ដីមឹងម៉ាត់លោកស៊ីបាននិយាយថាយើងត្រូវតែបើកផ្លូវថ្មីនៅក្នុងមូលដ្ឋានរបស់យើងលោកលើកឡើងថាតំបន់ជិតខាងរបស់ប្រទេសចិនគឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍជាខ្សែបន្ទាត់ជួរមុខសម្រាប់កិច្ចការសន្តិសុខនិងជាសសរស្តម្ភនៃគោលនយោបាយការបរទេសរបស់ចិនលោកបានបញ្ជាឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ចាត់វិធានការលើកកម្ពស់សន្តិភាពការតបជាប់ពីប្រទេសមួយទៅមួយនិងការកសាងវិបុលភាពរួមគ្នាលោកលីឈៀងជានាយករដ្ឋមន្ត្រីចិនបានជំរុញឲ្យគ្រប់នាយកដ្ឋានទាំងអស់អនុវត្តចក្ខុវិស័យរបស់លោកស៊ីឲ្យបានហ្មត់ចត់និងដោយស្មារតីទទួលខុសត្រូវការលើកឡើងនេះបានបង្ហាញយ៉ាងច្បាស់ពីបំណងប្រាថ្នារបស់ប្រទេសចិននៅក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងតំបន់ឡើងវិញមិនត្រឹមតែតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្មប៉ុណ្ណោះទេក៏ប៉ុន្តែក៏តាមរយៈការតម្រឹមគោលនយោបាយនិងលើកស្ទួយវប្បធម៌ជាមួយប្រទេសជិតខាងផងដែរដោយមន្ត្រីអាមេរិកដើម្បីចរចាប្រទេសចិននៅថ្ងៃពុធបានប្រកាសដាក់ពន្ធគយលើទំនិញអាមេរិកចំនួន 84% ដែលនឹងចូលជាធរមាននៅថ្ងៃប្រហ័សនេះជាការសងសឹកទៅនឹងពន្ធ 104% ដែលអាមេរិកបានដាក់លើទំនិញចិនភ្លាមៗអាមេរិកបានបន្ថែមពន្ធដល់ 125% លើទំនិញចិននិងទម្លាក់ពន្ធសម្រាប់75ប្រទេសផ្សេងទៀតមកត្រឹម 10% ដែលបើកផ្លូវសម្រាប់សង្គ្រាមពាណិជ្ជកម្មតទល់រវាងចិននិងអាមេរិក